បាទសួស្តីបងប្អូនស្គាល់ដំណាំមួយនេះទេផ្លែវាមានពណ៌ទុំក្រហមបាទនៅពេលដែលនៅខ្ចីរសជាតិរបស់វារាងជូរតែនៅពេលដែលវាទុំកម្មៅរសជាតិរបស់វាគឺផ្អែមបាទនៅគៀនលបងផ្ទះខ្ញុំនេះដែរខ្ញុំដាំប្រហែលជា6ទៅ7ដើមទេហើយដំណាំមួយនេះអត់រើសដីទេបាទឲ្យតែយើងស្គាល់ឬក៏ដឹងពីបច្ចេកទេសកាត់តែងមែកកាត់តែងអីគឺឲ្យផលជាប្រចាំហើយក៏វាធន់បាទធន់ជាមួយភាពរាំងស្ងួតអីដែរមានថាឲ្យតែមានសំណើមតិចតួចអីគឺរស់បានបាទអត់ពិបាកក្នុងការថែទាំការដាំដុះអីទេផ្លែវាទុំក្រហមបែបនេះវារសជាតិជូរបាទតែបើសិនមកវាឡើងខ្មៅគឺផ្អែមហើយវាសម្បូរទៅដោយពពួក anthocyanin បាទជួយសុខភាពដែរអញ្ចឹងគឺមានប្រយោជន៍សម្រាប់សុខភាពបាទដំណាំមួយនេះក៏ងាយពង្រីកពូជដែរបាទគឺគ្រាន់តែកាត់មែកវាយកមកផ្សាំជាមួយដីទៅគឺអាចប្រើពេល3សប្តាហ៍អីគឺចាប់រើសកើតទៅជាដើមថ្មីហើយយើងចេះពីបច្ចេកទេសងាយបាទងាយក្នុងការអនុវត្តបាទ